ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការចូលប្រើប្រាស់ប្រព័ន្ធរបស់យើងដោយប្រើប្រាស់ Gmail ដោយជាដំបូងយើងត្រូវចូលទៅ sign in Gmail របស់យើងនៅក្នុង Chrome ជាមុនសិនអញ្ចឹងបន្ទាប់ពីយើង sign in រួចហើយយើងធ្វើការ search web app របស់យើងគឺ connect.sql.com.my បន្ទាប់មកដល់កន្លែងនេះយើងរើសយក sign in via Google ហើយនេះគឺជា login screen របស់ប្រព័ន្ធយើងអញ្ចឹងយើងធ្វើការបញ្ចូលនៅ username និង password រួចចុច log on ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ